ដែលរៀនមិនចេះនៅមុខវិជ្ជាណាមួយឬក៏មេរៀនណាមួយតើគាត់មានអារម្មណ៍បែបម៉េចហើយដំណោះស្រាយតែយើងត្រូវធ្វើបែបម៉េចដើម្បីឲ្យមានការផ្លាស់ប្ដូរពីសិស្សដែលរៀនមិនសូវចេះរៀនមិនយល់ទៅជាសិស្សដែលអាចយល់បានខ្ញុំគិតថាអ្នកនរគ្នាប្រហែលជាឆ្លងកាត់បើមិនមែនខ្លួនឯងក៏មានមិត្តភ័ក្តិឬក៏អ្នករៀនជាមួយដែរដែលថារៀនអត់ចេះហ្នឹងតើពួកគាត់មានអារម្មណ៍បែបម៉េចហើយពួកគាត់ជួបការលំបាកមិនខ្លះតើយើងត្រូវរកវិធីសាស្ត្រណាដើម្បីអាចជួយឬក៏កែប្រែពួកគាត់ឬក៏ខ្លួនឯងដែលស្ថិតនៅក្នុងស្ថានភាពហ្នឹងឲ្យរួចផុតពីបញ្ហាអស់ហ្នឹងតាមពិតទៅសិស្សដែលរៀនអត់សូវចេះរៀនអត់យល់ហ្នឹងមិនមែនពួកគាត់ខ្ជិលទេយើងកុំច្រឡំថាពួកគាត់ខ្ជិលប៉ុន្តែពួកគាត់អត់មានខ្ជិលទេគឺគ្រាន់តែគាត់រៀនអត់ចេះអញ្ចឹងគាត់ចង់គេចវេះធ្វើម៉េចឲ្យផុតម៉ោងហ្នឹងធ្វើម៉េចឲ្យដល់ម៉ោងណាមួយដែលគាត់ចេះហើយអាម៉ោងហ្នឹងដោយសារតែវាពិបាកគាត់ពិបាកក្នុងការចាប់អញ្ចឹងគាត់កិច្ចអញ្ចឹងកាលណាគាត់កិច្ចគាត់អត់រៀនធ្វើឲ្យគាត់បានបន្ទុកទៀតហើយតែពេលបានបន្ទុកទៀតទៅយើងធ្វើការប្រៀបធៀបជាមួយអ្នករៀនមួយគ្នាហើយនឹងយើងគឺធ្វើឲ្យយើងបាត់បង់ទំនុកចិត្តលើខ្លួនឯងជឿតែយើងនឹងរៀនមិនចេះរៀនមិនកើតទេមុខវិជ្ជានឹងមេរៀននឹងអញ្ចឹងវានឹងធ្វើឲ្យយើងលែងសូវគិតថប់បង្បែងហើយបលែងមុខវិជ្ជានឹងចោលហើយកាលណាយើងបលែងអត់ប្រឹងរៀនទៀតវាកាន់តែលំបាកទៅអញ្ចឹងលំបាកហ្នឹងវាបត់ត្រឡប់មកវិញដដែលទេវាគឺជាវដ្តដែលកាត់ឡើងចំពោះសិស្សដែលរៀនអត់ចេះសិស្សខ្សោយនិយាយចំទៅហើយនៅក្នុងវីដេអូនេះយើងនឹងរកវិធីសាស្ត្រនៅក្នុងការដោះស្រាយនៅរឿងអស់នេះពួកនេះវាគឺជារឿងមួយដែលកាត់ឡើងជាក់ស្ដែងនៅក្នុងជីវិតនៅក្នុងជាសិស្សឬក៏និស្សិតនៅក្នុងវីដេអូនេះខ្ញុំនឹងបែងចែកជា3ផ្នែកគឺផ្នែកទី1តកតងជាមួយនឹងអារម្មណ៍ពិតរបស់សិស្សខ្សោយនឹងហើយទី2មូលហេតុអីដែលធ្វើឲ្យគាត់នឹងខ្សោយឬក៏រៀនមិនចេះចំណុចទី3គឺយើងនឹងនិយាយដំណោះស្រាយយើងចូលដល់ចំណុចទី1តកតងជាមួយនឹងអារម្មណ៍ពិតរបស់សិស្សខ្សោយចំពោះសិស្សខ្សោយឬក៏សិស្សដែលរៀនមិនចេះហ្នឹងគឺជួបការលំបាកខ្លាំងទី1តកតងជាមួយទៅនឹងសម្ពាធនិងភាពតានតឹងជាពិសេសនៅពេលដែលរៀនមិនចេះគឺយើងធុញយើងតានតឹងយើងសម្ពាធយើង stress ហើយជាពិសេសនៅពេលដែលការប្រឡងម្ដងគឺធ្វើឲ្យយើងមានភាពភ័យខ្លាចទៅនឹងការប្រឡងជាមួយមុខវិជ្ជាអស់ហ្នឹងហ្មងហ្នឹងអារម្មណ៍ទី1អារម្មណ៍ទី2គឺបាត់បង់ទំនុកចិត្តលើខ្លួនឯងសិស្សដែលខ្សោយគឺចាប់ផ្ដើមគិតថាខ្លួនឯងនឹងពិតជាអន់ខ្លាំងអត់អាចរៀនមុខវិជ្ជានឹងចេះហើយអត់អាចល្អអត់អាចបកកែដូចអ្នកផ្សេងបានទេអារម្មណ៍ទី3គឺអារម្មណ៍ខ្មាស់អៀនពួកគេដែលសិស្សខ្សោយហ្នឹងគឺព្យាយាមធ្វើម៉េចជៀសវាងអត់ឆ្លើយឆ្លងឬក៏អត់យកចិត្តទុកដាក់អត់សកម្មនៅក្នុងមុខវិជ្ជាឬក៏មេរៀនហ្នឹងទេព្រោះគាត់ខ្លាចតែគាត់ធ្វើឬក៏គាត់ឆ្លើយទៅវាខុសចំណុចទី3គឺបាត់បង់កម្លាំងចិត្តនៅពេលដែលគាត់ដំបូងគឺព្យាយាមខ្លាំងដែរមុខវិជ្ជាហ្នឹងមេរៀនហ្នឹងគាត់ព្យាយាមខ្លាំងពីដំបូងព្រោះអត់ចង់ឲ្យខ្លួនឯងអត់ចេះទេប៉ុន្តែវានៅតែអត់ទទួលបានលទ្ធផលល្អដោយសារតែយើងអត់មានគ្រឹះពីក្រោមអីអញ្ចឹងទៅអញ្ចឹងវាធ្វើឲ្យយើងហ្នឹងចាប់អត់សូវបានដូចគេទេហើយបើយើងប្រៀបធៀបខ្លួនឯងជាមួយអ្នកផ្សេងដែលគេមានគ្រឹះពីក្រោមមកគេចាប់បានវាធ្វើឲ្យយើងហ្នឹងតែតែមានអារម្មណ៍ថាយើងនឹងអន់យើងរៀនកើតទេអញ្ចឹងយើងក៏ចាប់ផ្ដើមជប់រៀនហើយនៅពេលដែលយើងចាប់ផ្ដើមជប់រៀនហើយការលំបាកអីទាំងអស់ហ្នឹងវាវិលជុំទេជួនកាលអាចទៅធ្លាក់កាលណាធ្លាក់យើងត្រូវរៀនទួតថ្នាក់បើចំពោះយើងរៀននៅសាកលវិទ្យាល័យយើងត្រូវរៀនសងប្រឡងសងអញ្ចឹងខ្ញុំចូលដល់ចំណុចទី2អាហ្នឹងគឺជាអារម្មណ៍ពិតរបស់សិស្សខ្សោយពួកគាត់មានអារម្មណ៍ពិតជាបែបហ្នឹងមែនហើយខ្ញុំក៏ធ្លាប់ឆ្លងកាត់ដែរអញ្ចឹងខ្ញុំនឹងលើកយកចំណុចទី2ចូលដល់មូលហេតុតើមូលហេតុអីគេខ្លះភាពពិតអីគេខ្លះនៅពីក្រោយបញ្ហាអស់ហ្នឹងចំណុចទី1គឺពួកគាត់ដែលជាសិស្សខ្សោយហ្នឹងអត់មានមូលដ្ឋានគ្រឹះពីក្រោមទេមានន័យថាគាត់ខ្សោយតាំងពីក្រោមមកហើយបើមិនបើមូលដ្ឋានគ្រឹះពីថ្នាក់ក្រោមមកមិនរឹងមាំអញ្ចឹងមេរៀនឬក៏ថ្នាក់លើហ្នឹងគឺគាត់ពិបាកក្នុងការយល់ឡាអានេះចំណុចទី1ចំណុចទី2គឺភាគច្រើនគាត់យកវិធីសាស្ត្រទៅរៀននៅក្នុងមុខវិជ្ជាហ្នឹងគឺវាអត់ត្រូវដោយសារតែពេលខ្លះវាពិបាកអញ្ចឹងគាត់គ្រាន់តែអានធ្វើម៉េចឲ្យចប់ប៉ុន្តែអត់យល់លេខសោះអានអត់ធ្វើអត់អនុវត្តក៏អត់ចេះដែរចំណុចទី3គឺគាត់ខ្វះភាពជឿជាក់ខ្លាចនៅក្នុងថ្នាក់រៀនពួកគាត់តែងតែនៅស្ងៀមអត់ហ៊ានឆ្លើយអត់ហ៊ានលើកដៃសួរសំណួរនៅពេលដែលអត់ចេះទេចំណុចទី4ភាគច្រើនអ្នកដែលអត់ចេះគឺប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនៅក្នុងថ្នាក់ហ្នឹងជាពិសេសគឺប្រៀបធៀបជាមួយអ្នកដែលបកកែមកលេខ1លេខ2លេខ3ឲ្យខ្លួនឯងរៀនអន់ខ្លាំងទៅដូចសិស្ស30នាក់អីយើងលេខ6 7ហើយយើងទៅប្រៀបធៀបជាមួយអ្នកលេខ1លេខ2គឺយើងបាក់ទឹកចិត្តទេយើងអត់អាចធ្វើឲ្យបានទេមានតែបាក់ទឹកចិត្តលែងមានភាពជឿជាក់លើខ្លួនឯងលែងខំប្រឹងហើយចំណុចទី5គឺមូលហេតុដែលគាត់ខ្សោយគឺគាត់ខ្វះការណែនាំព្រោះពេលខ្លះសិស្សខ្លះគាត់អត់ដឹងថាគាត់ត្រូវរៀនបែបម៉េចទៅមុខវិជ្ជាហ្នឹងបើសិនជាគាត់ដឹងឬក៏គាត់អាចដឹងពីកន្លឹះនៅក្នុងការរៀនមេរៀនហ្នឹងឬក៏មុខវិជ្ជាហ្នឹងគាត់នឹងមានភាពរីកចម្រើនភាពល្អប្រសើរប្រសិនបើគាត់ដឹងកន្លឹះនៅក្នុងការរៀនមេរៀននីមួយៗហ្នឹងត្រូវរៀនបែបម៉េចអីបែបម៉េចឬគាត់នឹងអាចធ្វើការឆ្លងផុតនៅបញ្ហាហ្នឹងបានដូច្នេះបញ្ហាវាមិនមែនជាបញ្ហាទេបញ្ហាគឺគ្រាន់តែជាការគិតរបស់សិស្សខ្សោយគាត់ខ្វះអ្នកគាំទ្រខ្វះរបៀបនៅក្នុងការរៀនខ្វះគំនិតហើយនឹងវិធីសាស្ត្រនៅក្នុងការរៀនអញ្ចឹងបញ្ហាទាំងអស់ហ្នឹងគឺមូលហេតុដែលសំខាន់គឺទី1អត់មានមូលដ្ឋានគ្រឹះពីក្រៅមកខ្វះការគ្រប់គ្រងខ្វះគំនិតហើយវិធីសាស្ត្ររៀនគឺវាអត់ត្រូវទៅតាមមុខវិជ្ជាហ្នឹងទៀតក្រោយពេលដែលយើងដឹងពីមូលហេតុហើយគឺយើងទៅរកដំណោះស្រាយទាំងអស់គ្នាហើយដំណោះស្រាយគឺ
សិស្សដែលខ្សោយគឺយើងត្រូវចាប់ផ្ដើមពីចំណុចតូចៗយើងអាចចាប់ផ្ដើមកែម្ដងមួយថ្ងៃទាំងអស់ទេគឺយើងចាប់ផ្ដើមពីចំណុចតូចៗមកគឺយើងបដោតលើមេរៀនឬក៏ចំណុចណាមួយដែលពិបាកសម្រាប់គាត់សិនគាត់អត់សូវបកកែមូលដ្ឋានគ្រឹះទៅបំពល់មូលដ្ឋានគ្រឹះឲ្យគាត់សិនគាត់អត់សូវបកកែមេរៀនពីថ្នាក់ទី11ឥឡូវរៀនថ្នាក់ទី12ព្យាយាមយកមេរៀនទី11ណាដែលតាក់ទងជាមួយទី12ទៅបញ្យល់គាត់ទៅប្រាប់គាត់ចំណុចទី2គឺរៀនដោយសកម្មបោះបង់ចោលនៅអាការរៀនដែលនៅស្ងាត់ស្ងៀមខ្លាចគេនៅក្នុងថ្នាក់ហ្នឹងគឺយើងគួរតែធ្វើម៉េចមានភាពក្លាហានទទួលស្គាល់ការពិតដែលយើងអត់ចេះមែនលើកដៃឡើងសួរសកម្មជាមួយគ្រូនៅក្នុងថ្នាក់បើសិនជាអត់ចេះព្យាយាមធ្វើលំហាត់ព្យាយាមឆ្លើយសំណួរហើយនឹងបញ្យល់ខ្លួនឯងចំណុចទី3គឺគាត់ត្រូវដឹងនៅក្នុងចិត្តរបស់គាត់ថារាល់សិស្សខ្លាំងទាំងអស់មិនមែនចេញមកចេះកើតមកចេះឯងទេគឺដោយសារតែការរៀនដូចគ្នាការរៀនងាស្រាវជ្រាវគ្រាន់តែវិធីសាស្ត្ររៀនវិធីសាស្ត្រស្រាវជ្រាវគេវាខុសពីយើងអារម្មណ៍របស់គេខុសពីអារម្មណ៍របស់យើងអញ្ចឹងវាធ្វើឲ្យគេកាន់តែខ្លាំងយើងកាន់តែខ្សោយអញ្ចឹងយើងត្រូវផ្លាស់ប្ដូរផ្នត់គំនិតការគិតរបស់យើងគឺសិស្សខ្លាំងមិនមែនខ្លាំងពីកំណើតទេរៀនដូចតែយើងដែរទេរៀនច្រើនចេះច្រើនរៀនតិចចេះតិចហើយចំណុចទី4គឺយើងឈប់ប្រៀបធៀបខ្លួនឯងជាមួយនឹងសិស្សដទៃទៀតឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដែលបកកែអញ្ចឹងយើងគ្រាន់តែប្រៀបខ្លួនឯងជាមួយនឹងខ្លួនឯងទៅបានហើយខែហ្នឹងថ្ងៃហ្នឹងប្រៀបធៀបខ្លួនឯងជាមួយខែមុនថ្ងៃមុនតើយើងមានភាពរីកចម្រើននេះគេខ្លះចំណុចទី5ភាពជាប់លាប់មានន័យថាធ្វើវិជ្ជារៀងរាល់ថ្ងៃមួយថ្ងៃ30នាទី1ម៉ោងក្នុងមុខវិជ្ជាណាមួយគឺយើងត្រូវរៀនជាប្រចាំរៀនជារាល់ថ្ងៃអញ្ចឹងចំណុចហ្នឹងគឺយើងត្រូវតែបង្កើតនៅការវិភាគរៀនហើយបើសិនជាអ្នកនរគ្នាអត់ទាន់ដឹងការវិភាគរៀននឹងមិនចូលទៅមើលនៅក្នុងវីដេអូរបស់ខ្ញុំមានបង្កើតវីដេអូតាក់ទងជាមួយនឹងរបៀបនៅក្នុងការបង្កើតការវិភាគសម្រាប់រៀនខ្លួនឯងនៅផ្ទះហើយចំណុចចុងបញ្ចប់នេះគឺជាវីដេអូដែលនិយាយពីអារម្មណ៍ដែលសិស្សខ្សោយគាត់អារម្មណ៍បែបម៉េចមូលហេតុអីបានគាត់ខ្លាចទៅជាសិស្សខ្សោយហើយដំណោះស្រាយមិនគឺវាសិតទៅលើការកែរបស់ខ្លួនឯងទេដូច្នេះបើសិនជាពួកយើងមានអារម្មណ៍ថាខ្លួនឯងគឺជាសិស្សខ្សោយសិស្សអន់សូមចាំថាយើងមិនមែនអន់ឬក៏អត់មានសមត្ថភាពទេយើងគ្រាន់តែកំពុងស្ថិតនៅក្នុងដំណាក់កាលមួយកំពុងព្យាយាមរកនៅវិធីសាស្ត្រដើម្បីកែប្រែខ្លួនឯងតែប៉ុណ្ណោះចាំថាសិស្សខ្លាំងទាំងអស់ក៏ធ្លាប់ជាសិស្សខ្សោយមេរៀនដែលថ្មីមិនដែលជួបគឺអត់ចេះដូចតែយើងដែរទេគ្រាន់តែពួកគេនឹងរៀនជាប្រចាំអត់បោះបង់អញ្ចឹងយើងចាប់ផ្ដើមពីចំណុចតូចៗបង្កើតការវិភាគរៀនរាល់ថ្ងៃហើយផ្លាស់ប្ដូរការគិតព្យាយាមកុំពឹងផ្អែករបៀបនៅក្នុងការរៀននោះលទ្ធផលនឹងផ្លាស់ប្ដូរ 100%